thọt cái này bạch cắt to ai ấy thế bằng vốn và thọt vôแต่mà đong tới bà để sao thì nơi té nó ốc sốc pe bằng vốn bà có chia từ lên chỉ cả bong chẳng á bà để sao thì còn thắng nơi chỉ cả nơi không sạc con năng miên đầy thôm trong một bên cặp lâu anhจะทอด tao tại đó pe nhung bà ở đó chết còn thà chẳng tới có từ lên hay cái chia thọt chỉ cả con chẳng á chẳng như thầy នៅចកាគាត់នឹងគឺលក្ខណៈថាវាស្រស់បំប្រងពេកហ្នឹងបងបាទគាត់មានដាំបន្លែដាំអីបាទគាត់មានដាំស្ពៃបាទស្ពៃគាត់អត់ទាន់ធំទេតាមពិតគាត់ដាំ2 ដងហើយបាទគាត់ដកម្ដងទៅលក់ហើយប៉ុន្តែឥឡូវគាត់ដាំម្ដងទៀតនៅតែតកួនហ្នឹងទេគាត់ទុកហូបខ្លួនឯងបាទមានស្រូវមានអីចឹងបាទហើយនៅកន្លែងនេះផងដែរគឺគាត់ដាំស្រូវហ្នឹងចិត្តនេះហ៎បងប្អូនបាទចិត្តទុំហើយមកចិត្តបាន9ផលហើយបាទហើយអានេះនេះស្រះដែលខ្ញុំចង់ទៅថតគាត់ថាមានត្រីអណ្ដែងហ្នឹងធំប៉ុនកផ្លូវនោះប៉ុន្តែសម្រាប់ថ្ងៃនេះគឺអត់ឃើញទេបងប្អូនបាទអត់ឃើញទេវាអត់ចេញមកទេវាខ្លាចកាមេរ៉ាមិនដឹងទេបាទអានេះដើមតរេនគាត់បាទធំហើយបាទឆ្នាំនេះវាយផ្លែបងប្អូនបាទខ្ញុំវាអត់អស់ចិត្តវាថតឲ្យចិត្តមើលមានឃើញក្បាលមានអីអត់បាទអត់ឃើញទេបងប្អូនបាទឃើញតែផ្កាឈូកហ្នឹងបាទអត់មានឃើញអីចេញមកក្បាលនឹងគាត់កុហកខ្ញុំមិនដឹងទេបាទប៉ុន្តែខ្ញុំសួរគាត់មិនថាអត់កុហកទេបាទគាត់តម្លាក់អណ្ដែងក្នុងហ្នឹងចូល2 ឆ្នាំហើយបាទដូច្នេះហើយបាទវាធំបងប្អូនមើលកញ្ឆែតគាត់បាទកញ្ឆែតគឺល្អមែនតើអូយអ្នកដែលចេះឆាស្អីកញ្ឆែតស្អីបឹងកញ្ឆែតបឹងអីហ្នឹងគាត់វិញនិយាយចឹងបងប្អូនណាបាទគឺល្អមែនតើបាទអានេះកន្លែងគាត់ដាក់ចំណីត្រីបាទហើយក៏ដើរជុំវិញមើលចកាគាត់ណាបាទអានេះខាងលើនេះគឺដីគោកគាត់ដាំស្រូវបាទនៅខាងក្រោមខាងឆ្វេងមិញហ្នឹងគឺគាត់ស្ទូងបាទស្រូវគាត់ស្ទូងនេះគាត់ខ្លួនឯងបាទឥឡូវនេះគឺគាត់កំពុងតែនេះធ្វើទ្រុងជ្រូកបាទធ្វើទ្រុងជ្រូកខ្ញុំប្រាប់គាត់ថាឥឡូវសារព័ត៌មានមកហើយនេះគាត់សើចអានេះគឺជាជីបាទជីកំប៉ុស្តនិយាយទៅសុំណែនាំពីគាត់តិចបាទនេះមិនថាមិនអួតទេគឺគាត់ជំនាញខាងកសិកម្មបាទកសិកម្មគឺគាត់ចេះស្ទឹងតែ70%ហើយបាទខាងចិញ្ចឹមសត្វបាទខាងដាំបន្លែផ្លែផ្កាហ្នឹងគឺគាត់ជំនាញហ៎បាទជំនាញរបស់គាត់មែនតើហើយនេះគឺជីកំប៉ុស្តដែរប៉ុន្តែប្រភេទទឹកអាមិញហ្នឹងគឺប្រភេទស្ងួតចឹងណាបាទឥឡូវនេះគឺគាត់បាទមានផលិតទាំងជីកំប៉ុស្តប្រភេទទឹកនិងប្រភេទស្ងួតហ្នឹងក៏មានដែរគឺគាត់ផលិតខ្លួនឯងអត់មានប្រើគីមីអីដូចគេទេបងប្អូនបាទអញ្ចឹងពេលដែលបន្លែគាត់យកទៅលក់តាមភូមិតាមអីហ្នឹងគឺមិនប្រកាន់ទេទិញយកទាំងអស់បាទដោយសារអត់មានគីមីទេ